សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញពីសកម្មភាពនិងទស្សនវិជ្ជាតាមផ្លូវខ្លះៗទៅកាន់ទឹកធ្លាក់ដែលខ្ញុំនឹងបង្ហាញជូនអ្នកក្នុងវីដេអូហើយថ្ងៃនេះផងដែរគឺខ្ញុំជិះម៉ូតូទៅពីម៉ូតូខ្ញុំទៅ3នាក់ហើយខ្ញុំជិះម៉ូតូតែម្នាក់ឯងទេហើយនេះគឺជាតាមផ្លូវទៅកាន់ទឹកធ្លាក់ហើយទឹកធ្លាក់នឹងប្រហែលជាបងប្អូនបានឃើញខ្ញុំផុសកាលឆ្នាំមុនម្ដងហើយដែលខ្ញុំបានបង្ហាញថាខ្ញុំមកស្នាក់នៅហើយមកគេងនៅខាងអដានសម្រុកសត្វព្រៃភ្នំអរ៉ាល់ប៉ុន្តែនៅខាងអូសៀនរៈបឹងថ្លុងនៅខាងស្រុកភ្នំកវាញវិញវាជាប់ព្រំប្រទល់ជាមួយនឹងស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺហើយខ្ញុំជិះម៉ូតូតែម្នាក់ឯងទេហើយរៀងចុកដៃបន្តិចដោយសារតែផ្លូវរៀងខូចជាងឆ្នាំមុនអញ្ចឹងជិះទៅយើងត្រូវប្រឹងទប់ប្រឹងអីចឹងណាហើយអ្នកទាំងនេះអាចមើលសកម្មភាពវីដេអូរបស់ខ្ញុំដូចខ្ញុំបានបង្ហាញនឹងជីបដាទុបដាអញ្ចឹងខ្ញុំថាពេលខ្លះយើងផ្លាស់ប្ដូរបរិយាកាសពីទីក្រុងយើងជិះម៉ូតូចូលក្នុងព្រៃយើងអាចនឹងស្ដាប់សំឡេងសត្វយំហើយជាពិសេសនោះខ្ញុំទៅងូតទឹកធ្លាក់នៅនឹងអូតិចខ្លាំងមែនទេប៉ុន្តែទឹកនៅនឹងក៏មិនជាធំហើយក៏មិនជាស្អាតអីណាស់ណាដែរដោយសារតែនៅក្នុងភូមិនៅជើងភ្នំហើយនិយាយថាខ្ញុំទៅលេងទឹកហ្នឹង2ដងទាំងលើកហ្នឹងហើយទឹកជាក់ស្រួលមែនទែនហើយនៅហ្នឹងព្រៃខែនេះស្រស់ស្អាតមែនទែនដោយសារតែខែភ្លៀងខែអញ្ចឹងទៅស្មៅវាដុះលាស់ពណ៌បៃតងខ្ចីហើយមានតំផ្កាចំហួយដុះហើយមានដើមប្រង់ដើមអីទៀតហើយអ្នកនរនេះអាចមើលវីដេអូរបស់ខ្ញុំបន្តខ្ញុំនិយាយតែប៉ុណ្្នឹងឯងទៅមើលសកម្មភាពរបស់ខ្ញុំបន្តទៀតនៅទឹកធ្លាក់បន្តអូខេអរគុណអូអ្នកទាំងអស់គ្នាមុននឹងទៅមើលវីដេអូបន្តនៅទឹកធ្លាក់ខ្ញុំសូមផ្ដល់អត្ថប្រយោជន៍ជូនអ្នកទាំងអស់គ្នាសម្រាប់អ្នកទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងណាអូខេឥឡូវនឹងកុំឲ្យវិញឆ្ងាយអត្ថប្រយោជន៍ដែលខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាគឺពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ខេត្តនានាដូចខ្ញុំជាដើមអញ្ចឹងខ្ញុំមិនដែលភ្លេចទេជាមួយនឹងការ booking ស្បត់ឡានក្រុងតាមរយៈ app Red Bus ដោយសារតែមាន app Red Bus មួយងាយស្រួលមែនទែនយើងចង់ booking ម៉ោងស្មើណាក៏បានដែរយើងគ្រាន់តែចូលទៅក្នុង app ហើយយើង select យកថ្ងៃយកម៉ោងពេលវេលានិងទីតាំងខេត្តដែលអ្នកទាំងអស់គ្នាចង់ធ្វើដំណើរបន្ទាប់មកយើង select យកកៅអីអីចឹងទៅនៅក្នុងនោះក៏គេបានបង្ហាញដែរពីរបៀបការជ្រើសរើសកៅអីហើយនិងរបៀបទូទាត់សាច់ប្រាក់ជាមួយនឹង app QR code ធនាគារផ្សេងៗអញ្ចឹងណាសម្រាប់អ្នកដែលជាអតិថិជនថ្មីរបស់ Red Bus គ្រាន់តែប្រើប្រាស់ជាមួយនឹង promote code Red Bus Trip អ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃ$2និងសាច់ប្រាក់ cashback ត្រឡប់មកវិញ$4ភ្លាមតាមពិតទៅនៅតំបន់ទឹកធ្លាក់ដែលខ្ញុំបានទៅលេងនេះទឹកធ្លាក់នេះគឺជាទឹកធ្លាក់មួយដែលទូចទេហើយដោយសារតែនៅក្នុងភូមិអញ្ចឹងណាប៉ុន្តែនៅមានទឹកធ្លាក់ផ្សេងទៀតនៅខាងលើភ្នំប៉ុន្តែចូលទៅជ្រៅទៀតស្អាតប៉ុន្តែខ្ញុំអត់ទាន់បានទៅដល់ទឹកធ្លាក់មួយហ្នឹងទេហើយអ្នកទាំងអស់គ្នាសាកសម័យមើលពេលដែលយើងបានមកអង្គុយនៅក្បែរទឹកជ្រោះឬសលេងទឹកជ្រោះហូររ៉ាក់បើសិនជាយើងបានមានអាំងសាច់ហើយអង្គុយញ៉ាំបាយអង្គុយញ៉ាំអីជុំលក្ខណៈគ្រួសារក៏ធីមការងារអូយសប្បាយខ្លាំងណាអូយផ្កាស្អាតណាស់មកឡងធំផ្កាគេផងអូយឡងស្ញាស់នៅលើដើមឈើញ៉ាំផ្កាគេអូយស្អាតណាស់អូស្អាតខ្លាំងខ្ញុំមានអារម្មណ៍ថា relax ខ្លាំងណាស់ពេលបានទៅចូលព្រៃបានទៅកេកបោះតង់ហើយបានទៅលេងទឹកធ្លាក់អីចឹងទៅហើយបន្ទាប់មកក៏បានទៅមើលផ្កាកេសរកូលដោយសារតែខ្ញុំស្រឡាញ់កេសរកូលចឹងណាហើយបន្ទាប់មកក៏មកឆុងកាហ្វេញ៉ាំសួរថាយើងមានពេលប្រហែលដងនៅក្នុងជីវិតរបស់យើងដែលយើងបានមកព្រៃហើយមកឆុងកាហ្វេញ៉ាំមើលទេសភាពព្រៃភ្នំអីចឹងណាឥឡូវនេះខ្ញុំវីដេអូខ្ញុំកាត់មកដល់ពេលយប់ហើយដោយសារតែខ្ញុំបានថតពេលញ៉ាំបាយធ្វើមកជុំគ្នាអញ្ចឹងពេលយប់ឡើងពួកខ្ញុំញ៉ាំបាយជុំគ្នាហើយក៏មានពោតចឹងទៅក៏យើងអាំងពោតអាំងអីញ៉ាំជុំគ្នាអញ្ចឹងមានន័យថាសប្បាយមួយយ៉ាងដែរហើយពេលពោតពេលពួកគាត់កាច់មកថ្មីហើយយើងយកមកអាំងអញ្ចឹងរសជាតិឡើងផ្អែមហើយឡើងឆ្ងាញ់មែនទែនហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយខ្ញុំនឹងមានពេលវេលាទៅបាត់នឹងទៀតអញ្ចឹងណាអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូ